ទេពធីតាទាំងអស់មានប្រហែល 2,000 រូបនៅនឹងអង្គរវត្តដែលមានលក្ខណៈពិសេសនិងប្លែកៗតាមរយៈទេពកោសល្យនៃចម្លាក់លោកអ្នកពិតជាធ្លាប់បានលើគេហៅទេពធីតាថាជាអប្សរឬយើងអានតាមអក្សរបរទេសថាអប្សរាដែលមានន័យថាជារូបស្ត្រីរបាំសួរមិនមែនជាស្ត្រីអ្នកបម្រើនៅឯឋានសួគ៌ទេតាមជាងសត្វរូបស្ត្រីទាំងអស់តំណាងឲ្យព្រះមេនិរវល់បេកាចរិយរបស់យើងទាំងអស់ដាក់តាមជញ្ជាំងហើយនៅតែដាក់ឲ្យមានចុងស្ដន់ដើម្បីអីដើម្បីបរិហាគេថាសិតតែជាស្រីរំរបាំស្រីបំរើអីបំរើបុរសអីចឹងទៅតាមពិតសិតតែមានអាវក្បមចាអាវក្បមរបស់គេត្រឹមត្រូវមកវាយជាស្ដន់វាយជាអីចឹងទៅប្រមាថគ្រប់បែបគ្រប់យ៉ាងសូម្បីតែលើក៏ប្រមាថស្ត្រីខ្មែរចានេះឲ្យថាសាសនាជន់ពលិចនៃស្ត្រីខ្មែររហូតមកដល់ឥឡូវខ្ញុំតែងតែថាខ្ញុំតែងទំនួលខុសត្រូវនៅលើពាក្យសម្ដីរបស់ខ្ញុំបើខ្ញុំនិយាយហើយគឺខ្ញុំជាអ្នកទទួលចាបទនេះលោកស្រុកខ្ញុំយកទៅបើខ្ញុំនិយាយខុសលោកស្រុកខ្ញុំយកទៅមុនគេចោះអត់បញ្ហាទេខ្ញុំយកជីវិតខ្ញុំមកដាក់នៅក្នុងរឿងដែលខ្ញុំនិយាយទាំងអស់ខ្ញុំអត់ខ្លាចខ្ញុំអត់មុខសារ